សួស្តីអ្នកនរគ្នាសូមស្វាគមន៍មកកាន់ podcast របស់ខ្ញុំនៅថ្ងៃនេះខ្ញុំជឿថាសម្រាប់អ្នកដែលចូលចិត្តមើល anime ឬមួយក៏កំណួយជីវចលជប៉ុនច្បាស់ជាគ្មានអ្នកណាដែលមិនស្គាល់ទាំងតួអង្គម្នាក់ដែលមានសក់ពណ៌លឿងចូលចិត្តញ៉ាំមីរ៉ាមែនហើយមានក្តីសម័យចង់ក្លាយជា Hokage នោះទេអញ្ចឹងម្នាក់ហ្នឹងគឺជា Naruto ហ្នឹងឯងអញ្ចឹងកាលពីយើងនៅក្មេងយើងមើលឃើញថារឿងនេះគឺវាជក់ចិត្តខ្លាំងមែនតើដោយសារតែវាមានឈុតវាយគ្នាលយហើយមួយវិញទៀតដោយសារតែយើងចង់ឃើញនៅការបញ្ចេញ skill ក្បាច់គុណប្លែកៗនៅក្នុងសាច់រឿងហ្នឹងប៉ុន្តែនៅពេលដែលយើងធំឡើងឆ្លងកាត់ជីវិតពិតប្រាកដកាន់តែច្រើនហើយយើងបានត្រឡប់ទៅមើល Naruto សាជាថ្មីទើបយើងដឹងថារឿងហ្នឹងវាមិនមែនគ្រាន់តែជា anime ដែលសម្រាប់ក្មេងលេងសើចទេគឺវាជាសាលារៀនជីវិតមួយដែលវាបង្រៀនយើងតាក់ទងជាមួយទៅនឹងបទពិសោធន៍ជីវិតអញ្ចឹងនៅថ្ងៃនេះដែរយើងនឹងមកជជែកគ្នាលេងពីមេរៀនសំខាន់ៗដែល Naruto បានបង្រៀនយើងហើយមើលថាតើយើងអាចយកវាមកអនុវត្តនៅក្នុងជីវិតរស់នៅរាល់ថ្ងៃរបស់យើងហ្នឹងគឺតែយើងអនុវត្តវាបានយ៉ាងដូចម្តេចអញ្ចឹងចូលមកដល់ចំណុចចាប់ផ្ដើមនឹងការមិនបោះបង់ដែលអង់គ្លេសយើងហៅថា persistence អញ្ចឹងយើងមកកលេចមើលជីវិតដំបូងរបស់ Naruto ទាំងអស់គ្នាក្មេងប្រុសម្នាក់ដែលគ្មានម៉ែគ្មានឪហើយត្រូវបានអ្នកភូមិទាំងមូលស្អប់ខ្ពើមនឹងរើសអើងម្នាក់មើលរំលងគ្មានអ្នកណាដែលផ្ដល់តម្លៃឲ្យ Naruto តតែសោះបើយើងប្រៀបធៀបមកជីវិតពិតវិញតើអ្នកនរគ្នាធ្លាប់មានអារម្មណ៍បែបហ្នឹងអត់មានអារម្មណ៍ថាខ្លួនឯងឯកាធ្វើអីក៏អត់ត្រូវភ្នែកគេហាក់ដូចជាពិភពលោកទាំងមូលហ្នឹងកំពុងតែប្រឆាំងមួយយើងចឹងជួនកាលយើងកើតមកនៅក្នុងគ្រួសារមួយដែលខ្វះខាតឬមួយក៏ជួបខ្សែជីវិតដែលអត់ល្អដូចគេពីដំបូងចឹងហើយដោយសារអ្នកខ្លះគេកើតមកគឺគេល្អគេលលូនតាំងពីតូចមកប៉ុន្តែអ្នកខ្លះទៀតអត់ទេគឺកើតមកគឺត្រូវខ្វះខាតគឺត្រូវជួបបញ្ហាដែលត្រូវដោះស្រាយនៅក្នុងជីវិតក៏ប៉ុន្តែអ្វីដែល Naruto បានបង្រៀនយើងហ្នឹងគឺបើទោះបីជាយើងអាចជ្រើសរើសចំណុចចាប់ផ្ដើមនៃជីវិតបានប៉ុន្តែយើងអាចជ្រើសរើសផ្លូវដើរនិងទីបញ្ចប់នៃជីវិតរបស់យើងបានហើយពាក្យស្លោកប្រចាំខ្លួនរបស់ Naruto ហ្នឹងគឺថា Naruto ហ្នឹងគឺអត់ដែលលេបសំដីខ្លួនឯងទេហើយផ្លូវហ្នឹងគឺ Naruto តែងតែចំណាំនិយាយថាគឺ Naruto រើសខ្លួនឯង Naruto នឹងដើររើសខ្លួនឯងអញ្ចឹងនៅក្នុងជីវិតពិតគឺវាងាយស្រួលណាស់សម្រាប់ក្នុងការដែលយើងបោះបង់រឿងអីមួយនៅពេលដែលយើងបរាជ័យបើយើងប្រឡងធ្លាក់បើការងារយើងត្រូវគេស្ដីបន្ទោសឬក៏ការបើកអាជីវកម្មបើក business យើងខាតហ្នឹងគឺយើងច្រើនតែគិតថាយើងប្រហែលជាអត់អាចធ្វើវាបានទេប៉ុន្តែបើសិនជាយើងសាកគិតមួយជ្រុងទៀតគិតមើលម្ដងទៀតបើទោះបីជា Naruto ហ្នឹងធ្លាប់បានដួលមួយដងក៏ដោយក៏ Naruto ហ្នឹងនៅតែងើបឈរមកវិញដែរហើយភាពរឹងមាំពិតប្រាកដរបស់ Naruto ហ្នឹងគឺមិនមែនជាការដែលមិនចេះដួលទេប៉ុន្តែគឺនៅពេលដែលគាត់ដួលហ្នឹងគឺគាត់នៅតែមានភាពក្លាហាននៅក្នុងការក្រោកឈរចឹងអញ្ចឹងនៅក្នុងសាច់រឿងហ្នឹងនៅក្នុងសាច់រឿងរបស់ Naruto ទាំងមូលហ្នឹងគឺយើងឃើញថា Naruto ត្បិតថាពេលខ្លះដួលកន្លែងនេះកន្លែងនោះអីចឹងទៅក៏ប៉ុន្តែ Naruto នៅតែប្រឹងងើបប្រឹងដោះស្រាយបញ្ហាហ្នឹងដោយខ្លួនឯងដូចជាការរៀន skill ពីJiraiya អីផ្សេងៗហ្នឹងគឺទោះបីជាពេលខ្លះរៀនមិនងាយចេះក៏ Naruto នៅតែប្រឹងរៀនសូម្បីរៀនតាក់ទងមួយនឹងអាការឈរលើដើមឈើហ្នឹងក៏រៀនមិនចេះក៏នៅតែប្រឹងឈរប្រឹងរត់ប្រឹងឡើងអីចឹងទៅអញ្ចឹងគឺថាដួលប្រហែលដងមុនសំខាន់គឺយើងត្រូវចេះងើបហើយបន្ទាប់ពីហ្នឹងមកទៀតតាក់ទងមួយនឹងការទទួលស្គាល់និងការកសាងតម្លៃរបស់ខ្លួនឯង seeking validation អញ្ចឹងចូលមកដល់ចំណុចមួយនេះគឺខ្ញុំចង់លើកមកនិយាយគឺតាក់ទងទៅនឹងរឿងការដែលយើងចង់ឲ្យគេនឹងទទួលស្គាល់អញ្ចឹងកាលពីក្មេង Naruto ចូលចិត្តធ្វើរឿងអញញ៉ៃខ្លាំងមែនទែនដូចជាដើរលាបពណ៌លើអាភ្នំរូបចម្លាក់ Hokage ហើយធ្វើខ្លួនជាក្មេងតនឿងដែលថាដើរអញញ៉ៃនិយាយពេញហ្នឹងអញ្ចឹងហេតុអីបានជា Naruto ធ្វើបែបហ្នឹងគឺដើម្បីឲ្យអ្នកភូមិហ្នឹងចាប់អារម្មណ៍ព្រោះសម្រាប់ក្មេងម្នាក់ហ្នឹងការដែលត្រូវគេខឹងឬគេជេរគឺវាប្រសើរជាជាងការដែលគេហ្នឹងគឺធ្វើមិនដឹងលើឬចាត់ទុកយើងដូចជាខ្យល់អាកាសចឹងអញ្ចឹងគឺ Naruto ធ្វើហ្នឹងគឺដោយសារតែ Naruto ចង់បាន attention ពីមនុស្សជុំវិញខ្លួនហ្នឹងដូចគ្នាផងដែរនៅក្នុងសង្គមរស់នៅសប្តាហ៍ថ្ងៃជាពិសេសនៅក្នុងសម័យ social media នេះយើងមើលឃើញថាមនុស្សជាច្រើនរាប់ទាំងខ្លួនយើងផងដែរគឺកំពុងតែធ្វើរឿងស្រដៀងគ្នានេះយើងព្យាយាមបង្ហោះរូបភាពស្អាតដេញតាម trend ប្រើប្រាស់របស់ទំនើបដើម្បីតែចង់បាន like ឬក៏យើងចង់បាន comment ឬមួយក៏យើងចង់ឲ្យមនុស្សជុំវិញខ្លួនទទួលស្គាល់និងសរសើរថាយើងរស់នៅលយឆាយមានសេចក្តីសុខប៉ុន្តែ Naruto បានរកឃើញថាការទទួលស្គាល់ពិតប្រាកដគឺមិនមែនបានមកពីការស្រែកទាមទារឬមួយក៏ការធ្វើរូបភាពលួចឆាយទេគឺវាបានមកពីសមត្ថភាពពិតប្រាកដសមត្ថភាពនិងទង្វើរបស់យើងពិតប្រាកដរបស់យើងនៅពេលដែល Naruto ចាប់ផ្ដើមฝึกហាត់ខ្លាំងមែនទែនហើយចាប់ផ្ដើមចេះរៀនការពារមិត្តភ័ក្តិការពារអ្នកដទៃនិងជួយសង្គ្រោះ
អ្នកភូមិឯហ្នឹងពីក្រុមអាកាសគីពីពួកភេនេះហ្នឹងទៅអ្នកទាំងអស់ហ្នឹងនាំគ្នាដឹងថាតើសមត្ថភាពរបស់ Naruto ហ្នឹងយ៉ាងម៉េចហើយក៏នាំគ្នាទទួលស្គាល់ក៏ដូចជាការលើកតម្កើងហើយស្រឡាញ់ Naruto ចេញពីចិត្តចឹងចំពោះមេរៀននេះដែរបើសិនជានៅក្នុងជីវិតពិតវិញគឺបើសិនជាយើងចង់ឲ្យគេគោរពចង់ឲ្យគេឲ្យតម្លៃចឹងយើងកុំចំណាយពេលស្រ័យទាមទារឬមួយក៏យើងធ្វើអីព្យាយាមធ្វើមិនឲ្យគេចាប់អារម្មណ៍យើងឬនិយាយសាមញ្ញថាយើងព្យាយាម fake ព្យាយាមធ្វើពុតអីចឹងទៅប៉ុន្តែលើកទឹកចិត្តឲ្យអ្នកនរគ្នាចូលចំណាយពេលអភិវឌ្ឍខ្លួនឯងហើយធ្វើការមានប្រសិទ្ធភាពខ្លាយជាមនុស្សដែលមានប្រយោជន៍សម្រាប់អ្នកដទៃនៅពេលដែលលទ្ធផលការងាររបស់យើងបង្ហាញចេញមកពិភពលោកនឹងទទួលស្គាល់ថាយើងមានសមត្ថភាពកម្រិតណានិយាយចំទៅគឺពិភពលោកនឹងទទួលស្គាល់យើងដោយស្វ័យប្រវត្តិបន្ទាប់មកទៀតតកតងជាមួយទៅនឹងមិត្តភាពនិងការចេះយល់ចិត្ត empathy and connection រឿងមួយដែលយើងអាចខ្វះបាននៅក្នុងរឿង Naruto គឺទំនាក់ទំនង Naruto និង Sasuke សម្រាប់ Naruto ទោះបីជា Sasuke ធ្លាក់ខ្លួនទៅក្នុងផ្លូវងងឹតផ្លូវខុសយ៉ាងណាក៏ដោយហើយ Sasuke ខ្លាយជាជនក្បត់ភូមិឬមួយក៏ចង់សម្លាប់គេក៏ដោយក៏ Naruto មិនដែលបបង់ការស្រឡាញ់និងមិត្តភាពចំពោះ Sasuke ទេហើយ Naruto ហ្នឹងតែងតែស្វែងរក peace ស្វែងរកសន្តិភាពមិនមែនដោយសារតែការតាមរយៈការសម្លាប់សត្រូវទេប៉ុន្តែដោយសារតែតាមរយៈនៅការយល់ចិត្តការលួងលោមទៅកាន់សត្រូវរបស់ខ្លួនហ្នឹងក្បាច់ដែលខ្លាំងបំផុតរបស់ Naruto មិនមែនជា Sharingan ដែលអ្នកនរគ្នាធ្លាប់ឃើញនឹងទេប៉ុន្តែតើអ្នកនរគ្នាដឹងអត់ថាតើវាគឺជាអីដែលប្រកបចម្លើយហ្នឹងគឺវាគឺជា Talk No Jutsu ដែលយើងនិយាយឲ្យសាមញ្ញថាវាគឺជាការនិយាយចំចូលចេញពីក្នុងចិត្តនឹងឯងទោះបីជាជួបជាមួយនឹង Gaara ឬមួយក៏ Pain ឬមួយក៏ Obito អីក៏ដោយគឺ Naruto តែងតែព្យាយាមស្វែងយល់ពីការឈឺចាប់របស់ពួកគាត់ហើយដោយសារតែពួកគេនឹងធ្លាប់ឆ្លងកាត់ភាពឯកាដូចគ្នាអញ្ចឹង Naruto ចង់ស្វែងយល់ថាហេតុអីបានជាពួកហ្នឹងនាំគ្នាធ្វើបែបហ្នឹងបើយើងធៀបមកនៅក្នុងជីវិតពិតរបស់យើងវិញការរស់នៅជុំវិញខ្លួនពោពេញដោយចំនួនមិនថាចំនួនក្នុងគ្រួសារឬមួយក៏ចំនួនកន្លែងធ្វើការឬមួយក៏ការឆ្លុះគ្នានៅលើបណ្ដាញសង្គម Facebook អីផ្សេងៗហ្នឹងគឺម្នាក់តែងតែចង់ឈ្នះក៏ដូចជាចង់បង្ហាញថាខ្លួនឯងនឹងត្រូវប៉ុន្តែអ្វីដែលយើងអាចរៀនបានគឺប្រសិនបើយើងព្យាយាមដាក់ខ្លួនទៅក្នុងស្ថានភាពរបស់អ្នកដទៃហើយបើយើងសាកល្បងគិតថាហេតុអីបានជាគេធ្វើចឹងតើគេមានការឈឺចាប់អីគេខ្លះដែលកើតឡើងពីអតីតកាលរបស់គេអញ្ចឹងយើងនឹងមានចិត្តអត់ធ្មត់កាន់តែច្រើននៅក្នុងការដោះស្រាយហ្នឹងហើយការដោះស្រាយហ្នឹងគឺវានឹងមានប្រសិទ្ធភាពខ្លាំងជាងមុនទៀតដែលយើងបានយល់ពី entire story របស់គេគឺយល់ពីសាច់រឿងទាំងមូលចំពោះការសងសឹកដោយការបំផ្លាញដោយការកំទេចអីហ្នឹងផ្សេងគឺវាអាចបញ្ចប់ដោយការឈឺចាប់បានទេគឺមានតែការយល់ចិត្តនិងការលើកលែងទោសទេដែលអាចបង្កើតសន្តិភាពបានពិតប្រាកដបើយើងនិយាយខ្លីគេថាបើសិនជាយើងយកភ្នែកទៅសងនឹងភ្នែកខុសដៃយកដៃខុសជើងយកជើងចម្លើយគឺវានឹងខ្ទេចទាំងអស់គ្នាក៏ប៉ុន្តែបើសិនជាមានបញ្ហាឬមួយក៏ចំនួនអីមួយហ្នឹងយើងព្យាយាមដោះស្រាយគ្នាដោយសន្តិវិធីគឺខ្ញុំជឿថាយើងនឹងអាចរួចខ្លួនឯងបានអស់គ្នាឧទាហរណ៍ថាបើសិនជាមានបញ្ហាមួយយើងព្យាយាមនិយាយដោះស្រាយគ្នាទៅជាជាងយើងប្រើកម្លាំងបាយឆ្លោះបកាយស្រីដាក់គ្នាគឺវាអត់បានអីមកវិញទេឧទាហរណ៍ថាបើសិនជាវាយគ្នាបានតែរបួសទាំងសងខាងក្រោយពីរបួសមកនៅតែដោះស្រាយគ្នានិយាយដោះស្រាយគ្នាដដែលអញ្ចឹងយើងមិនចាំបាច់ប្រើប្រាស់កម្លាំងបាយទេគឺយើងព្យាយាមតិចទាំងសងខាងហើយយើងស្វែងរកចំណុចរួមមួយដែលយើងអាចឯកភាពគ្នាបានចឹងជាចុងក្រោយតកតមួយនឹងដំណើរជីវិតរបស់ Naruto ពីក្មេងកំព្រាដែលអត់មានអ្នកណាគេចង់នៅរហូតខ្លាយជា Hokage នៅក្នុង Konoha គឺវាមិនមែនជាសំណាងទេប៉ុន្តែវាគឺជាលទ្ធផលនៃដំណក់ញើសដំណក់ទឹកភ្នែកការលះបង់និងការមិនព្រមចោះចាញ់វាថាការជំនះទៅលើព្រេងវាសនាហ្នឹងទោះបីជាយើងបានឃើញហើយថានៅក្នុងសាច់រឿងហ្នឹងគឺ Naruto តែងតែនិយាយថាខ្លួននឹងចង់ធ្វើ Hokage ចង់ខ្ពស់ចង់ល្អអីចឹងទៅហើយមានអ្នកខ្លះនៅសើចគ្នាក៏ប៉ុន្តែ Naruto អត់បានខ្វល់នឹងសម្ដីទាំងអស់ហ្នឹងទេគឺ Naruto តែងតែយកសម្ដីហ្នឹងមកនិយាយរឿយរាល់ថ្ងៃឲ្យទៅពេលជួបណាគេ Naruto តែងតែលើកអាហ្នឹងយកមកនិយាយ
រហូតដល់ថ្ងៃមួយធ្វើឲ្យ Naruto អាចឡើងអង្គុយកៅអី Hokage បានចំពោះរឿង Naruto គឺគេចង់ប្រាប់យើងទាំងអស់គ្នាថាមិនថាបច្ចុប្បន្នហ្នឹងស្ថានភាពរបស់អ្នកនរគ្នាស្ថិតនៅក្នុងស្ថានភាពងងឹតសូន្យឈឹងឬមួយក៏ពិបាកយ៉ាងណាទេអញ្ចឹងគេចង់ប្រាប់យើងថាសូមកុំអស់សង្ឃឹមតែមួយប៉ុណ្ណឹងដោយសារឯ Naruto គឺជាមនុស្សម្នាក់ដែលតែងតែមានក្តីសង្ឃឹម Naruto សង្ឃឹមរហូតសង្ឃឹមថាខ្លួនអាចកាត់ជា Hokage ខ្លួនអាចរៀនអានេះចេះខ្លួនអាចដោះស្រាយបញ្ហានេះបានខ្លួនអាចយកឈ្នះអ្នកនេះអ្នកនោះបានទោះបីជារឿងហ្នឹងអាចទៅរួចក៏ដោយប៉ុន្តែជំនឿយើងនិយាយដូចមានពាក្យមួយខ្ញុំធ្លាប់ឮគេនិយាយថាជំនឿអាចរំកិលភ្នំបានអញ្ចឹងមនុស្សគ្រប់គ្នាសុទ្ធតែអាចសរសេរអាចកំណត់ជោគវាសនារបស់ខ្លួនឯងឡើងវិញបានស្អីលើយើងទេតើបើសិនកើតរឿងប៉ុណ្ណឹងយើងបាក់ទឹកចិត្តសួរថាតើរឿងហ្នឹងយើងអាចដោះស្រាយបានអត់ចម្លើយគឺអត់បានទេក៏ប៉ុន្តែបើសិនជាយើងប្រមូលស្មារតីមកដោះស្រាយរឿងហ្នឹងវិញចម្លើយគឺអាចដោះស្រាយបានឧទាហរណ៍ថាបើសិនជាយើងបែកកង់ឡានហើយយើងនាំគ្នាបន្ទោសគ្នាសួរថាតើកង់ឡានហ្នឹងវាកើតដូចដើមវិញអត់ចម្លើយគឺអត់កើតដូចដើមវិញទេចុះបើសិនជាយើងបដូរវិញយើងនាំគ្នាមកដោះកង់ឡានហ្នឹងហើយយើងប៉ះងអស់គ្នាតើកង់ឡានហ្នឹងវាអាចនឹងប្រសើរឡើងវាអាចនឹងជាប់វាអាចនឹងជិះបានវិញដាក់ជិះបានវិញអត់ចម្លើយគឺពិតណាគឺប្រកាសជាអាចដាក់ទៅជិះបានវិញត្រយមកហើយមួយវិញទៀតគឺយើងត្រូវតែរក្សានៅគោលដៅដូចជា Naruto ចឹងរក្សានៅផ្លូវនិនចាផ្លូវចង់ទៅធ្វើ Hokage ហ្នឹងអញ្ចឹងយើងត្រូវខំប្រឹងឲ្យពីសមត្ថភាពហើយស្រឡាញ់នៅជុំវិញខ្លួនឲ្យបានច្រើនព្រោះថាមានតែក្តីស្រឡាញ់ទេដែលវាធ្វើឲ្យយើងមានអារម្មណ៍ល្អហើយថ្ងៃណាមួយយើងនឹងអាចសម្រេចវាបានដូចជា Naruto បានសម្រេចធ្វើជា Hokage ចឹងមកដល់ទីបញ្ចប់ហើយអរគុណអ្នកនរគ្នាសម្រាប់ការស្ដាប់ podcast នេះ